លៀងធ្លាក់ដើមឆ្នាំស្រោចជោគជុំវាលស្រែកងកែផាត់យំអែធំជាតិប្រែពណ៌ស្រស់ថ្លាគួយអមលាស់ថ្មីឃើញស្រែនឹងស្រីជីវ៉ាស្នាមស្នេហ៍ក្រោមដួងចន្ទ្រាក្លិនជាប់នាសាអមស្រែដួងចិត្តធ្លាក់ដើមឆ្នាំបងច្រៀងចាំខ្វាយនឹកនឹងអមស្រែបងអើយដេញអូនចោលស្រែស្នេហ៍ស្និទ្ធដីថ្មីទីក្រុងធ្វើឲ្យអូនលងផ្លាស់ចិត្តលិញស្រែធ្លាប់ស្មោះណែកនឹកដីធ្លាប់អាណិតថ្នាក់ធ្នមស្នេហាអោបេះដូងអើយព្រៀមជាប់តែទុកចិត្តខ្វល់មិនសុខនៅនឹករលឹកអមស្រែបុប្ផាធ្លាប់បោះដីស្រែផ្លាស់ទៅដីក្រុងតាប្រែយ៉ាងណាខ្លាចពុំខំអាត្មាបងខំឲ្យការរីករួយរាយលៀងធ្លាក់ដើមឆ្នាំរៀមជាងផ្ដាំតាមទឹកសូមអ្នកជួយនាំចិត្តនឹកបណ្ដាំដីស្រែស្រីឆ្ងាយគួមអមសោះក្លិនត្រូវគេរំខានចិត្តកាយបងងើយទទួលមិនស្ដាយរួមចាំឆោមឆាយអមស្រែបងអើយចិត្តខ្វល់មិនសុខនៅនឹករលឹកអមស្រែបុប្ផាធ្លាប់បោះដីស្រែផ្លាស់ទៅដីក្រុងតាប្រែយ៉ាងណាខ្លាចខំអាត្មាបងខំឲ្យប្រារីករួយរាយលៀងធ្លាក់ដើមឆ្នាំរៀមច្រៀងផ្ដាំតាមទឹកសូមអ្នកជួយនាំចិត្តនឹកបណ្ដាំដីស្រែស្រីឆ្ងាយទោះអមសោះក្លិនត្រូវគេរំខានចិត្តកាយបងលើទទួលមិនស្ដាយរួងចាំឆោមឆាយអមស្រែបងអើយមិញនេះឃើញថាមាននារីយើងមកច្រើនណាមកលោកជួនបាច់ការលោកព្រាបសវត្តឥឡូវសុំសួរលោកព្រាបសវត្តតាមត្រង់ណានៅពេលដែលនារីយកផ្កាមកហុចឲ្យថើបអញ្ចឹងមានអារម្មណ៍យ៉ាងម៉េចមិនបាច់សួរតែខ្ញុំទេសួរបងប្អូនក៏ថាសប្បាយដែរលោកព្រាបសវត្តមានអារម្មណ៍យ៉ាងម៉េចដែរគឺតែបងប្អូនពេញចិត្តលោកសម្បើមណាស់បច្ចុប្បន្ននេះណាខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបងប្អូនបានស្រឡាញ់និងលើកដំកើងសិល្បៈខ្មែរហើយខ្ញុំបាទសង្ឃឹមថាបងប្អូនពូមីងអ៊ំប្រុសអ៊ំស្រីទាំងអស់គឺជួយគ្រប់គ្រងសិល្បៈខ្មែរមានតែខ្មែរយើងទេជួយសិល្បៈខ្មែរយើងឲ្យល្អផូរផង់សម្រាប់ខ្មែរយើងជាតិនេះគឺជាសក្ខីភាពមួយល្អប្រសើរណាស់បាទល្អណាស់បាទខ្ញុំបាទក៏សូមជូនពរឲ្យសុខភាពល្អនៅក្នុងឆ្នាំថ្មីនេះបាទឲ្យជួបតែការល្អទាំងអស់គ្នាបាទសូមអរគុណសូមតែដៃជូនលោកព្រាបសវត្តជាចុងក្រោយបាននៅបទចម្រៀងទៀតសន្និសម្រាប់សិនចុះអរគុណអរគុណណាហើយសូមជម្រាបថាដោយសារការគ្រប់គ្រងច្រើនពីសំណាក់បងប្អូនទាំងអស់ផលិតកម្មហងមាសក៏កំពុងតែខិតខំបង្កើននៅបច្ចេកទេសផលិតបន្ថែមទៀតគឺក្រុមហ៊ុនហងមាសសម្បូរទៅដោយធនធានមនុស្សផ្នែកបច្ចេកវិទ្យាទាំងអ្នកនិពន្ធបទភ្លេងទាំងអ្នកសម្រួលតន្ត្រីទាំងអ្នកចម្រៀងគឺទាំងអ្នកបច្ចេកទេសគឺសម្បូរបែបឥឡូវនេះសូមបន្តរីករាយជាមួយនឹងកម្ពុជាតារាចម្រៀងជាបន្តទៅទៀតគឺបន្ទាប់ពីលោកព្រាបសវត្តបានបកស្រាយបទចម្រៀងមកអមស្រែអ្នកនាងពេជ្រចិន្តាក៏នឹងតមកវិញគេថាមកអមស្រែថែក្លិនបាទ
ចឹងសូមសំលេងស្វាគមន៍ជូនអ្នកនាងពេជ្រចិន្តាសូមជើញ